ហេតុអ្វីបានជាតុអាហាររបស់ប្រធានាធិបតីអូបាម៉ាត្រូវបានគេដាក់តាំងក្នុងទូកញ្ចក់នៅឆ្នាំ2016ក្នុងទីក្រុងហាណូយប្រទេសវៀតណាមមានបុគ្គលដ៏មានឥទ្ធិពលពីររូបបានជួបគ្នាម្នាក់គឺជាប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានិងជាអ្នកធ្វើដំណើរដ៏ល្បីល្បាញអាន់ថូនីបូដិនពួកគាត់មិនបានជ្រើសរើសភោជនីយដ្ឋានលំដាប់ខ្ពស់ទេតែពួកគាត់បានជ្រើសរើសហាងតូចមួយនៅតាមផ្លូវឈ្មោះថាប៊ុនចាហឿងលៀននៅលើតុនោះពួកគាត់បានញ៉ាំម្ហូបប្រពៃណីវៀតណាមគឺប៊ុនចារួមជាមួយស្រាបៀរហាណូយត្រជាក់ការជួបជុំនេះមិនមែនគ្រាន់តែញ៉ាំអាហារទេវាជាការសន្ទនាអំពីជីវិតវប្បធម៌និងមនុស្សជាតិវាបង្ហាញពីភាពសាមញ្ញរបស់មេដឹកនាំនិងបង្ហាញថាអាហារអាចភ្ជាប់ទំនាក់ទំនងសម្រាប់មនុស្សគ្រប់គ្នារឿងដែលអស្ចារ្យជាងនេះទៅទៀតគឺអ្វីដែលបានកើតឡើងបន្ទាប់ពីពួកគេបានចាក់ចេញទៅម្ចាស់ហាងបានសម្រេចចិត្តរក្សាទុកតុមួយនោះទាំងចានចង្កឹះស្លាបព្រានិងដបស្រាបៀរដាក់តាំងក្នុងទូកញ្ចក់មួយយ៉ាងស្រស់ស្អាតវាបានក្លាយជាវត្ថុតាំងបង្ហាញប្រវត្តិសាស្ត្រដែលទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកសប្តាហ៍ថ្ងៃនេះអ្នកណាក៏ហៅហាងនេះថាប៊ុនចាអូបាម៉ាដែរអ្នកអាចទៅទីនោះហើយកំងឈុតអូបាម៉ាដើម្បីភ្លក់រសជាតិឈុតដូចគ្នាដែលពួកគេបានញ៉ាំរឿងនេះបង្រៀនយើងថាពេលវេលាដ៏សាមញ្ញមួយក៏អាចក្លាយជាប្រវត្តិសាស្ត្រដែលគេចងចាំរហូតបានដែរចុះអ្នកវិញតើអ្នកចង់ទៅអង្គុយក្បែរតុប្រវត្តិសាស្ត្រមួយនេះទេខមមិននៅខាងក្រោមវីដេអូនេះ